ថ្ងៃនេះហ่าបងគឺថាខ្ញុំបានស្លម្ជូរឃ្លោកពីប៉ោះយើងហ្នឹងនិយាយថាអូយឆ្ងាញ់មែនតើហើយជាមួយនឹងត្រីនេះទៀតបងគឺថាជាតិមែនតើខ្ញុំចូលចិត្តត្រីហ្នឹងណាតែគាត់ថារៀងឆ្អឹងបន្តិចហើយនេះគឺថាខ្ញុំមានឃ្លោកមានពីប៉ោះអីចឹងណាប៉ុន្តែគាត់ថាពីប៉ោះរៀងពេញចិត្តទេបងគឺថាស្លអត់សូវឆ្ងាញ់ប៉ុន្មានដូចពីប៉ោះស្រែយើងទេពីប៉ោះនេះរៀងហឹងណាមួយខែនេះគឺមិនទាន់ដល់ពីប៉ោះស្រែយើងផងបងអញ្ចឹងយើងស្លពីប៉ោះហ្នឹងសិនទៅហើយនេះគឺថាត្រីខ្ញុំគឺខ្ញុំស្លតែក្បាលទេហើយកន្ទុយគឺខ្ញុំទុកបន្លាយអីចឹងណាហើយសម្រាប់ពងត្រីក៏មានដែរតែខ្ញុំពងត្រីគឺខ្ញុំច្របាច់ទុកជៀនពងទាអីចឹងណាបងនេះទុកល្ងាចអីចឹងទៅលៃលើកបាន2ពេលអីចឹងណាខ្ញុំទិញ1គីឡូត្រីហ្នឹង1គីឡូ12000ដែររៀងច្រើនដែរហើយនេះឥឡូវគឺរៀបចំដាក់ដាំទឹកហើយសម្រាប់ប្រហុកគឺខ្ញុំដាក់ម្ដុំចឹងហ្មងទៅព្រោះប្រហុកខ្សាច់ទេបងអាប្រហុកត្រីផ្ទក់យើងហ្នឹងតែរៀងធំហ្មងហើយចឹងសាច់សុទ្ធគឺខ្ញុំបងចូលចឹងត្មងទៅហើយខ្ញុំដាក់ត្រីចូលណាហើយសម្រាប់ត្រីគឺខ្ញុំស្លតែក្បាលទេអាកន្ទុយគឺខ្ញុំទុកប្រឡាក់ហូបល្ងាចទៀតអីចឹងណាបងតោះតែយើងកែច្នៃខ្សែផ្សំខ្លះបងតោះតែថាមខ្លះព្រួយអត់សូវបានទេដល់ចឹងយើងត្រូវទៅធ្វើចឹងឥឡូវគឺខ្ញុំដាក់ស្គមបើប៊ីចេងអីចឹងណាបងតាមចំណងចឹងទៅឥឡូវនេះគឺថាពុះហើយពេលពុះគឺខ្ញុំដាក់ពីងប៉ោះឲ្យនឹងឃ្លោកចូលបងពីដំបូងឃ្លោកខ្ញុំថាកាត់តែពាក់កណ្ដាលទេដែលឡែងតែនិយាយលេងច្រឡំចិត្តទាំងអស់គឺចឹងដាក់ទាំងអស់ហ្មងទៅណាមួយគឺខ្ញុំចូលចិត្តឃ្លោកដែរណាហើយឃ្លោកគឺខ្ចីល្អមែនតើបងឃ្លោកខ្ចីល្អណាស់ហើយតែខ្ញុំឃើញខ្ចីពេកចិត្តជក់ដៃគឺថាចិត្តទាំងអស់ត្មងទៅហើយនេះឥឡូវថាអូមួយឆ្នាំងពេញបឹកហ្មងបងហើយកូនខ្ញុំគឺគាត់ហូបដែរតែគាត់ហូបតែឃ្លោកអីទេបើថាត្រីក៏ហូបខ្លះឆ្អឹងអីចឹងណាដាក់តាំងអំពិលទាំងអីចូលហ្មងទៅបងនិយាយទៅអំពិលគឺខ្ញុំខ្វេះគ្រាប់ចេញរួចអស់ហើយគឺខ្ញុំដាក់ចូលយកទៅមកមានជ្រុំអីទេហើយខានហូបស្លម្ជូរឃ្លោកនេះរៀងយូរដែរទៅព្រឹកមិញហ្នឹងគឺថាសួរប្តីថាស្លម្ជូរឃ្លោកអីចឹងទៅហើយគាត់ចង់ស្លដាក់ត្រីឆ្លាំងតែខ្ញុំថាអត់ទេចង់ដាក់ត្រីហ្នឹងវាឆ្ងាញ់ហើយវាជាតិចឹងណាហើយដល់មួយវាសបោពងច្រើនខ្ញុំចង់បានពងវាយកមកដាក់ជៀនពងទាហូបល្ងាចទៀតចឹងណាឥឡូវនេះបងគឺថាអូយតំណងមែនតើគឺថាចាប់ដើមផុយឃ្លោកហើយត្រីខ្ញុំគឺថាមកងាស់យូរអាចលួយចឹងហើយចឹងគឺមកល្មមហើយគឺខ្ញុំដួសដាក់ចានដាក់អីចឹងណាឥឡូវគឺថាតំណងមែនតើបងអូនហើយគឺថាឆ្ងាញ់ត្មងជាពិសេសគឺខ្ញុំឆ្ងាញ់គេគឺឃ្លោកហើយនឹងត្រីហ្មងបើពីងប៉ោះអត់សូវចំណោមបានទេពីងប៉ោះហ្នឹងបើថាពីងប៉ោះខ្មែរអីគឺថាអាចហើយនេះឥឡូវរៀបចំដាក់ឲ្យប្តីហូបកូនហូបអីចឹងណាហើយបងអូនហើយគឺថារួយមែនតើកន្លែងខ្ញុំបោះជូតមួយថ្ងៃគឺថាដល់កន្លែងខ្ញុំគូកៅអៅហ្នឹងគឺថាទឹកសាប៊ូ24ម៉ោងប៉ុន្តែនៅតែមានរួយទៀតអីចឹងណាឥឡូវនេះគឺថាបងហើយគឺថាមានម្ទេសអាចសាត់មួយគ្រាប់ពីរគ្រាប់ជាមួយនឹងទឹកត្រីអញ្ចឹងមកឲ្យប្តីខ្ញុំគឺថាញាប់ដៃញាប់ជើងណាព្រឹកមិញគាត់ហូបបវរដល់អញ្ចឹងគឺថាគាត់ឃ្លានញាប់ដៃញាប់ជើងហ្មងឥឡូវខ្ញុំនេះថាដល់វាខ្ញុំមុនដែរអញ្ចឹងណាបងហើយចូលចិត្តជាងគេគឺឃ្លោកហ្នឹងគឺថាបើឡើងដូចឃ្លោកហ្មងហើយមានម្ទេសអាចសាត់អីចឹងណាហើយម្ទេសអាចសាត់នេះគឺថាកណែកណាត់ប្តីខ្ញុំគាត់ញែកចូលដល់អញ្ចឹងគឺថាកណែកណាត់អីចឹងណាហើយសម្រាប់វីដេអូខ្ញុំបងគឺថាមានតែប៉ុណ្្នឹងទេហើយបើស្រឡាញ់ពេញចិត្តនឹងវីដេអូខ្ញុំជួយ share like follow page ខ្ញុំម្នាក់មួយផងណាហើយអរគុណមែនតើសម្រាប់ការចូលមើលវីដេអូខ្ញុំដល់ចប់ណាអរគុណបាយបាយ